តាមកំណើតសត្វផ្សោតទិដ្ឋភាពភូមិស្រុកនាសម័យព្រេងនេះដែលមានដើមជ្រៃដ៏ធំសម្បើមមួយព្រមទាំងមានខ្ទមនេកតាដែលមានរូបសំណាកថ្មប្រុសស្រីអ្នកភូមិមកអ៊ុតធូបប៊ុនស្រន់ដែលក្តីគោរពនៅពេលយប់ដើមជ្រៃធំបញ្ចេញពន្លឺអភូតហេតុយើងឃើញរុក្ខទេវតាវិញ្ញាណដើមឈើឈរសម្លឹងមើលចុះមកកាន់ភូមិក្នុងភាពស្ងប់ស្ងាត់និងប្លែកភ្នែកចេញពីមែកឈើវិលមកទិដ្ឋភាពផ្ទះអ្នកភូមិមួយដែលមានពន្លឺធ្លាក់ពីលើមែកចូលទៅក្នុងផ្ទះអ៊ំស្រីម្នាក់បញ្ជាក់ពីការមកចាប់បដិសន្ធិរបស់នាងទេពធីតាដែលជាប្រពន្ធកាលពីអតីតជាតិនាងទេពធីតាធំពេញវ័យคล้ายជាក្រមុំដ៏ស្រស់ស្អាតនាងកាន់ថាមហូបចំណីនិងផ្លែឈើដើរចូលទៅកាន់ដើមជ្រៃធំដោយកាយវិការទន់ភ្លន់ល្អគុណពេលនាងអោនក្រាបសំពះសែនព្រេនរុក្ខទេវតាក្រឡេកឃើញនាងក៏នឹកស្រឡាញ់និងគិតដល់អតីតកាលហាក់ដូចជាធ្លាប់ស្គាល់គ្នាយូរណាស់មកហើយសូមលោកតាលោកយាយម្ចាស់ស្រុកទទួលយកក្រយាបូជានេះផងចុះសូមលោកជួយថែរក្សាឪពុកម្ដាយខ្ញុំឲ្យមានសេចក្តីសុខសប្បាយទេវតាអណ្ដែតជុះមកក្បែរនាងមិនអាចមើលឃើញទេគាត់សម្លឹងមើលមុខនាងដោយក្តីអាណិតអាសូរខ្លាំងរហូតដល់មិនអាចធឺចិត្តបានហេតុអ្វីក៏ចិត្តអញរំជើបរំជួលខ្លាំងម្ល៉េះហាក់ដូចជាធ្លាប់ស្គាល់នាងតាំងពីរាប់ពាន់ឆ្នាំមកហើយដោយទ្រាំមិនបាននឹងក្តីស្រឡាំងរុក្ខទេវតាក៏ហក់ឡើងទៅលើមេឃឆ្ពោះទៅចន្ទឋានសួគ៌ដើម្បីទៅជួបព្រះឥន្ទនិងសុំការបំភ្លឺនៅឋានព្រះឥន្ទរុក្ខទេវតាចូលគាល់ព្រះឥន្ទគង់លើរាជបល្ល័ង្កបើញៀនទើបទត់មើលអតីតជាតិទើបឃើញរឿងពិតប្រាកដបុព្វព្រះឥន្ទត្រារាជទូលព្រះបង្គំមានចិត្តអន្ទាក់អន្តាយណាស់ពេលឃើញក្មេងស្រីអ្នកស្រុកម្នាក់នោះតើមានហេតុអ្វីទៅព្រះអង្គក្នុងញៀនទឹកបង្ហាញរូបពពួកដែលជាអតីតកាលឃើញពួកគេទាំងពីរជាប្តីប្រពន្ធបួងសួងសុំរស់នៅជាមួយគ្នាគ្រប់ជាតិប៉ុន្តែប្តីទីបំផុតចិនតបួមជាតាបសក់ទុកឲ្យក្រពន្ធនៅកំព្រាព្រះអិនប្រាប់រឿងរ៉ាវដល់រុក្ខទេវតានិងពន្យល់ពីកម្មពៀរនៃការតបួសចោលប្រពន្ធដោយហេតុនេះទើបជាថ្មីនេះកើតមកមានជាតិកំណើតខុសគ្នាវាជាកម្មពៀររបស់ឯងដែលពីជាតិមុនឯងសាងប្រាថ្នារួមរស់តែបែរជារត់តបួសចោលនាងពេលនាងស្លាប់ទៅទើបមកចាប់ជាតិជាមនុស្សមានអាយុសង្ខារខ្លីបែបនេះជួយថែរក្សាឪពុកម្ដាយខ្ញុំឲ្យមានសេចក្តីសុខសប្បាយហេតុអ្វីក៏ចិត្តអញរំជួលខ្លាំងម្ល៉េះជើបរំជួលខ្លាំងម្ល៉េះហាំដូចជាធ្លាប់ស្គាល់នាងតាំងពីរាប់ពាន់ឆ្នាំមកហើយស្គាល់នាងពីរាប់ពាន់ឆ្នាំមកហើយត្រឡប់មកវិញរុក្ខទេវតាអង្គុយលើដើមជ្រៃធំគិតចុះគិតឡើងពីប្រពន្ធដែលមានអាយុសង្ខារខ្លីគាត់សម្រេចចិត្តថានឹងប្រាប់នាងឲ្យដឹងការពិតដើម្បីកុំឲ្យនាងយកប្តីផ្សេងទៀតទោះបីអាយុសង្ខារនាងខ្លីក៏ដោយណឲ្យចុះអញទៅប្រាប់ប្រពន្ធពីការពិតដើម្បីកុំឲ្យនាងយកប្តីផ្សេងទៀតទោះបីអាយុសង្ខារនាងខ្លីក៏ដោយពេលយប់ស្ងាត់រុក្ខទេវតានិមិត្តកាយជាពស់ថ្លោនយៈលូនចូលទៅក្នុងបន្ទប់របស់នាងទេពធីតាហើយចូលទៅអោបរត់នាងភ្ញាក់ឡើងបំរាស់ដោយសេចក្តីភ័យភៀតពីបអូប្រជាម្ចាស់ជួយកូនខងពស់ថ្លោននិយាយលួនលោមនាងតែនាងមិនជឿថាជាទេវតាទេភ្លាមនោះពស់ក៏ប្រែរូបមកជារុក្ខទេវតាដ៏ស្រស់សង្ហាបញ្ចេញពន្លឺភ្លឺប្រាតនាងឃើញក៏លង់ស្រឡាញ់បើនាងមិនជឿថាបងជារុក្ខទេវតាទេបងនឹងប្រែរូបឲ្យនាងមើលរុក្ខទេវតាពន្យល់ពីមូលហេតុដែលត្រូវប្រែរូបសត្វហើយហាមប្រពន្ធមិនឲ្យប្រាប់ឪពុកម្ដាយថាគាត់ជាទេវតាទេឲ្យប្រាប់ត្រឹមថាជាពស់បានហើយបងត្រូវតែប្រែកាឡាទាបនៅក្បែរនាងបានតែនាងកំប្រាប់ម៉ែអីថាបងជាទេវតាឲ្យសោះប្រាប់ត្រឹមជាពស់បានហើយចិត្តភ្លឺ
ឪពុកម្ដាយលឺមាត់កូននិយាយក៏ចូលទៅលបមើលឃើញពស់ថ្លោនពេលត្រេលពេញបន្ទប់ក៏ភ្ញាក់ច្រឡោតស្រែកចំណែករុក្ខទេវតាគេចខ្លួនបាត់ទៅអ្នកអើយកូនយើងមានពស់ថ្លោនយ៉ាក់រុំហើយឪពុកម្ដាយហៅកូនមកសួរនាងក៏ពន្យល់រៀបរាប់ដំណើររឿងពិតទាំងអស់តាំងពីដើមដល់ចប់ប្រាប់ឪពុកម្ដាយខុសពីបំរាមរបស់ទេវតាពុកម៉ែកំខ្លាចពស់នោះគាត់ជារុក្ខទេវតាគាត់ជាប្តីកូនពីជាតិមុនគាត់មិនមានបំណងអាក្រក់ទេឪពុកទាល់ប្រជាដកដង្ហើមធំសួរថាពស់ថ្លោនទេវតានោះទៅណាបាត់ហើយនាងប្រាប់ថាពេលយប់ទើបមកដល់ទើបគ្រូសាទាំងមួយរងចាំនៅពេលយប់ចុះឥឡូវពស់ថ្លោនទេវតានោះទៅណាបាត់ហើយពេលយប់រុក្ខទេវតាមកដល់នាងអុជភ្លើងហើយស្ទុះទៅអោបដីជាទេវតាឪពុកម្ដាយលបមើលឃើញទេវតាល្អខ្លាំងក៏ស្រឡាញ់ពេញចិត្តរុក្ខទេវតាដឹងថាឪពុកម្ដាយលបមើលក៏ផ្លាស់រូបខ្លួនជាពស់ថ្លោនធំវិញភ្លាមពេញក្នុងបន្ទប់ព្រលឹមឡើងពស់ថ្លោនប្រាប់ប្រពន្ធឲ្យនាំឪពុកម្ដាយទៅជីយកកំណត់នៅដំបូកកន្ទាមួយគ្រួសារនាងក៏ត្រឡប់មកវិញជាមួយមាសពេជ្រកែវកង់ពេញផ្ទះคล้ายជាសេដ្ឋីអ្នកអើយមាសពេជ្រកែវកង់ច្រើនណាស់កូនយើងមានសំណាងមែនបុរសលោភលន់ម្នាក់និងប្រពន្ធដែលនៅភូមិជិតខាងបានឃើញផ្ទះនឹងការរស់នៅយ៉ាងហឺហារបស់សេដ្ឋីថ្មីក៏មានចិត្តច្រណែននឹងចង់បានដូចគេវាសនាវាក៏ល្អម្នាក់ពីក្រទៅជាមានផ្ទះធំដំរីសេតក៏ក្រឹកក៏ក្រែងមកពីកូនគេមានប្តីពស់ថ្លោនទេវតាបិទបាំងប្រពន្ធបរោះលបលុននឹកឃើញរឿងពស់ថ្លោននៅលើដំបូកថាមានថែរក្សាកំណត់ព្រេងទើបបញ្ជក់បញ្ជាបុរសឲ្យទៅរកពស់ថ្លោនយកមកធ្វើប្តីកូនស្រីខ្លួនឯងពុកវាអើយគ្នាងធ្លាប់ឮគេថាពស់ថ្លោនមានដំបូកធំក្នុងព្រៃគឺច្បាស់ជាថែរក្សាកំណត់ព្រេងហើយបើឯងទៅរកពស់នោះមកធ្វើប្តីកូនយើងនោះយើងនឹងមានជាងគេមិនខានព្រឹកព្រលឹមប្រពន្ធដាំបាយខ្ចប់ជាសំណុំនឹងត្រៀមបំពង់ទឹកឲ្យបុរសឈ្មោះទៅរកពស់ក្នុងព្រៃជ្រៅយ៉ាងសប្បាយចិត្តល្អណាស់ប្រពន្ធសម្លឹងថ្ងៃនេះអញនឹងទៅចាប់ពស់ថ្លោនយកមកផ្ដល់សំណាងឲ្យយើងពិតប្រាកដបុរសលោភលន់ដើរស្វែងរកគ្រប់ដំបូកកន្ទាក្នុងព្រៃជ្រៅដែលពោពេញដោយវ៉លលីនិងបន្លាស្អិតបុរសអាចឈ្ងួតចូលទៅឃើញពស់ថ្លោនយៈមួយដែលពេនត្រេលនៅក្បាលដំបូកធំមួយវាជាសត្វពស់ព្រៃមែនតែនដែលចាំចំណីពស់ថ្លោនដោយសារអត់អាហារយូរថ្ងៃក៏ស្កាំងស្គមស្ទើរតែកម្រើកមិនរួចបុរសយកឈើកោះមិនកម្រើកក៏នឹកគិតថាវាស្លូតព្រោះមានកំណត់ព្រេងហើយហាពស់នេះច្បាស់ជាមានកំណត់ហើយបានជាស្លូតម្លេះក៏ឯណាក៏មិនកម្រើកអញនឹងមានហើយបុរសចាប់បោចវ៉លលីមកចងស្រាក់ពស់ថ្លោនចប់យ៉ាងណានរត់ប្រឹងលើកស្ពាយទាំងភ្នានយ៉ាងលំបាកឆ្លងព្រៃប្រលប់ទើបមកដល់ផ្ទះបុរសស្រែកហៅប្រពន្ធនិងកូនក្រមុំឲ្យចេញមកជួយទទួលពស់យកទៅដាក់លើផ្ទះខ្ទុំរបស់ខ្លួនមេវាកូនឯងឆាប់មកជួយអញយកពស់ឡើងផ្ទះអញរកបានប្តីឲ្យកូនឯងហើយប្រពន្ធចាប់បោពពស់អង្អែលពស់ថ្លោនសត្វព្រៃទាំងមិនដឹងថាវាត្រៀមលាបមនុស្សសរសើរថាវាស្លូតនិងសម្បុរល្អណាស់ពស់ឃ្លានគ្រាន់តែលីលិតអណ្ដាតផ្លែតអូហូកូនអើយពស់អីក៏ល្អម្លេះដូចមៀអ៊ីងជឹងល្អគ្មានចន្លោះទេដេកស្ងៀមធឹងតែម្ដងបុរសជាឪពុកបង្គាប់ប្រពន្ធនិងកូនក្រមុំឲ្យប្រញាប់វាយមាន់ស្លដាំបាយដើម្បីរៀបសែនព្រេនផ្សំដំណេរកូនក្រមុំនិងពស់ថ្លោនភ្លាមក្នុងយប់នោះតែម្ដងកុំមឹងអាំងយូឆាប់រៀបបបរនិងដាំទឹកឲ្យលឿនរៀបចំកន្លែងផ្សំដំណេរអ្នកទាំងពីរយប់នេះតែម្ដងទៅបុរសលោភលន់ហៅអ្នកស្រុកមកស៊ីផឹករៀបសែនព្រេននិងទុកកូនក្រមុំឲ្យនៅក្នុងបន្ទប់ងងឹតជាមួយពស់ថ្លោនសត្វព្រៃយៈខណៈឪពុកម្ដាយនាំភ្ញៀវផឹកស្រាខាងក្រៃកណ្ដាលអាធ្រាត្រអ្នកមកស៊ីផឹកស្រវឹងដេកលក់អស់នាងក្រមុំអង្គុយស្ងៀមតែខណៈនោះពស់ថ្លោនចាប់ផ្ដើមលាខ្លួនពស់ថ្លោនសកដៃនាងជាប់កុំឲ្យរើរួចគៀវជើងនាងបញ្ចាំនគ្នាហើយហាមាត់ធំលែបជើងនាងទាំងពីរចូលទៅពស់ស្រូបលែបនាងដល់ក្បាលជង្គង់នាងភ័យតកសន្ទុតស្រែកហៅម្ដាយតែម្ដាយបែរជាស្ដីបន្ទោសថាប្ដីគ្រាន់តែប្រឡែងលេងផងម៉ែអើយពស់ថ្លោនវាលែបកូនហើយខ្មោចមេចំគួតប្តីប្រឡែងផងបានតែព្រើលពស់លែបនាងដល់ចង្កេះនាងនៅតែបន្តស្រែកបន្តែម្ដាយស្រែកស្ដីបន្ទោសនិងគំរាមចូលវាយនាងម៉ែជួយកូនផងពស់លែបដល់ចង្កេះហើយមីកូនចង្រៃមិនចេះខ្មាស់គេឯងតិចអញចូលវាយក្បាលក្នុងដំណេរឥឡូវហ្នឹងទីបំផុតពស់លែបនាងដល់បបលមុំពីហើយនាងស្រែកពាក្យលាចុងក្រោយមុនសំលៀងសួនបាត់ម្ដាយខុសសញ្ញាទើបងើបពីដេកឡើងអរគុណអើយបើពុកម៉ែមិនជួយកូនទេកូនសូវលាស្លាប់ហើយ
ម្ដាយអ៊ុតភ្លើងលឺរុនទវាចូលមើលឃើញតែក្បាលក្រែតូទេនិងប៉ោះថ្លន់ប៉ោងកំពីងពីក្រោមដល់កណ្ដាលម្ដាយស្រែកទួញទាញផ្អើលដល់អ្នកស្រុកអាកូនអើយអ្នកស្រុកជួយកូនខ្ញុំផងទ្រើពោះលាបបាត់ហើយឪពុកនិងអ្នកស្រុកផ្អើលវាយទាក់កពោះសន្ធឹងកាប់វះពោះទាញកូនចេញមកធំក្លិនឆ្អាបកខ្វក់ដល់រំលាយនាងសន្លប់បាត់ស្មារតីប៉ុន្តែមានជីវិតនាងភ្ញាក់ដឹងខ្លួនខ្មាស់នឹងកក់ខ្វក់តែលៀងមិនច្រេះទេប្រមេប្រមូលផ្ទិលមកទទួលនៅក្បាលរត់ទៅមាត់ច្រាំងលោតទឹកសម្លាប់ខ្លួនខ្លួនអើយរស់នៅមនុស្សយកជាប្តីមិនយកប៉ះចំសัตว์កក់ខ្វាក់បែបនេះខ្មាស់គេណាស់ស្លាប់ទៅប្រសាជាងខ្លួនអញអើយរស់នៅមនុស្សយកជាប្តីមិនយកបើចំសាន់វកខ្វងបែបនេះខ្មាំងគេណាស់ស្លាប់ទៅប្រសើរជាងពេលលោតចុះទឹកនាងព្រៃកាឡាទៅជាសត្វផ្សោតដែលមានក្បាលត្រងោលដែលអវយវៈដូចមនុស្សឯពោះថ្លោនដែលគេកចោលក្នុងព្រៃរស់វិញតាំងចិត្តលែងស៊ីមនុស្សរឿងព្រេងនេះអប់រំយើងឲ្យដឹងថាមនុស្សយើងមិនត្រូវមានចិត្តលោភលន់លីឡាឃើញគេមានការរស់នៅល្អក៏ចង់បាននឹងច្រណែនឈ្នានីគេដោយមិនបានគិតពិចារណាឲ្យបានវែងឆ្ងាយទេការយកតម្រាប់តាមគេដោយងងឹតងងុលនិងការកេងប្រវ័ចដោយមិនមានការគិតពិចារណាតែងតែងំមកនៅវិនាសកម្មធម៌និងសេចក្តីអន្តរាយដល់ខ្លួនឯងនិងគ្រួសារម្យ៉ាងវិញទៀតរឿងនេះក៏បង្ហាញពីតម្លៃនៃក្តីស្រឡាញ់ពិតប្រាកដនិងភាពស្មោះត្រង់របស់ស្វាមីភរិយាផងដែរ